ជំរាបសួរបងប្អូនខ្មែរដែលធ្វើកញ្ចក់នៅសហរដ្ឋអាមេរិកទាំងអស់គ្នាជាពិសេសគឺអ្នកដែលត្រៀមខ្លួនប្រឡងយក license កញ្ចក់ជាភាសាអង់គ្លេសតាមរដ្ឋនានានៅសហរដ្ឋអាមេរិកអញ្ចឹងបងប្អូនដឹងហើយបងប្អូនខ្លះប្រហែលជាធ្លាប់ប្រឡងភាសាអង់គ្លេសយក license កញ្ចក់នោះធ្លាក់ច្រើនដងហើយអញ្ចឹងខ្ញុំបាទគឺជាគ្រូដែលមាន license គ្រូកញ្ចក់នៅសហរដ្ឋអាមេរិកនេះគឺខ្ញុំមានបានបើកថ្នាក់បរិញ្ញាគួរដើម្បីត្រៀមប្រឡងយក license កញ្ចក់ជាភាសាអង់គ្លេសនៅថ្ងៃទី14ខាងមុខនេះចាំថ្ងៃអាទិត្យណាអញ្ចឹងយើងនឹងបើកចាប់ដើមរៀនថ្ងៃអាទិត្យទី14ហ្នឹងហើយការរៀនមួយខ្ញុំដឹងដែរគឺខ្ញុំបរៀនទៅតាមសភៅ Malady គឺជាសភៅដែលគេប្រើទូទាំងប្រទេសទាំងអស់នៅសហរដ្ឋអាមេរិកនឹងសម្រាប់អ្នកដែលប្រឡងយក license កញ្ចក់ហើយវិញ្ញាសាគឺវាមិនចាញ់ខុសពីសភៅហ្នឹងទេព្រោះថារដ្ឋណាក៏គេប្រើសភៅហ្នឹងដែរអញ្ចឹងបងប្អូនដែលបារម្ភថាអូខ្ញុំនៅរដ្ឋនេះវិញ្ញាសាអត់ដូចអត់អីទេព្រោះសភៅគឺរៀនចេញពីសភៅតែមួយទ្រឹស្ដីតែមួយវាមិនអាចយើងរៀនកញ្ចក់វាទៅរៀនចេញពីទ្រឹស្ដីអីផ្សេងទេមិនអញ្ចឹងហើយការរៀនជាមួយខ្ញុំនេះដែរខ្ញុំមានឯកសារជូនហើយសំណួរចម្លើយរបស់ខ្ញុំហ្នឹងគឺខ្ញុំមានបកប្រែជាភាសាខ្មែរអញ្ចឹងបកប្រែជាភាសាខ្មែរណាបងប្អូនអញ្ចឹងបងប្អូនអាចអ្នកដែលចុះឈ្មោះជាមួយខ្ញុំគឺបងប្អូនអាចនឹងទទួលបានกระดาษវិញ្ញាសាហ្នឹងដែលបកប្រែជាភាសាខ្មែរហើយបងប្អូនអាចរៀនខ្លួនឯងបានហើយបន្ថែមពីលើនោះគឺខ្ញុំមាន system របស់ខ្ញុំដែលបងប្អូនអាចចូលចុចអនុវត្តផ្ទាល់នៅក្នុងទូរស័ព្ទពេលណាក៏បានប៉ុន្មានដងក៏បានដែរហើយ system ហ្នឹងនៅពេលបងប្អូនធ្វើចប់គឺមានបកប្រែប្រយោគជាភាសាខ្មែរដូចគ្នាថាតើហេតុអីបានខុសហើយទ្រឹស្ដីហ្នឹងមានន័យថាម៉េចចឹងណាហ្នឹងហើយដើម្បីឲ្យយល់ច្បាស់តើខ្ញុំប្រហាត់របៀបម៉េចតោះទៅមើលយើងរៀនសំណួរចំនួន2សំណួរជូនបងប្អូន free ទាំងអស់គ្នាបាទអញ្ចឹងយើងមកមើលសំណួរនេះទាំងអស់គ្នាអញ្ចឹងគេថា which of the following bacteria are beneficial harmless and does not produce disease អញ្ចឹងក្នុងសំណួរនេះដំបូងយើងត្រូវយល់អំពីរបៀបសួរគេសិនធម្មតាសិស្សដែលរៀនជាមួយខ្ញុំគឺខ្ញុំប្រាប់របៀបមើលគេសួរថាម៉េចអញ្ចឹងណាអញ្ចឹងពាក្យនេះ which of the following នេះពាក្យ which of the following ហ្នឹងវាមានន័យតាក់ទងជាមួយនឹងទ្រឹស្ដីកញ្ចក់អញ្ចឹងទេតែវាជាពាក្យមួយដែលជារបៀបសួររបស់គេអញ្ចឹងបានន័យថាខាងក្រោមនេះមួយណា which of the following ហ្នឹងខាងក្រោមនេះមួយណាហ្នឹងចង់និយាយពី A B C D នេះតើមួយណាដែលត្រឹមត្រូវអញ្ចឹងឬក៏តើមួយណាដែលមិនអញ្ចឹងទៅតាមសំណួរគេសួរខាងក្រោយបន្តខាងក្រោយទៀតអញ្ចឹងយើងមើលត which of the following bacteria បាក់តេរីណា are beneficial harmless អញ្ចឹងយើងអាពាក្យនេះគឺយើងបាត់ចេះក៏បានដែរយើងមើល harmless ក៏បានដែរ harmless ហ្នឹងបើប្រែថាដែលមិនបង្កគ្រោះថ្នាក់ព្រោះ harm បើប្រែថាគ្រោះថ្នាក់ដល់ពេល harmless មិនបង្កគ្រោះថ្នាក់ប្រៀបដូចជាពាក្យ homeless នៅក្នុងភាសាអង់គ្លេសតែមានពាក្យ less LESS ហ្នឹងគឺគ្មានអីដឹងហ៎អញ្ចឹង harmless គឺគ្មានគ្រោះថ្នាក់មិនបង្កគ្រោះថ្នាក់ and does not produce disease not គឺមិនអញ្ចឹង not មួយម៉ាត់មិនទេdisease ជំងឺចា produce នេះបើយកអត់ចេះក៏បានដែរអញ្ចឹងន័យថាវាអត់បង្កជំងឺយើងកាត់ន័យយល់ not មិន disease ជំងឺអញ្ចឹងមិនបង្កជំងឺអញ្ចឹងគេថាប្រភេទបាក់តេរីមួយណាខាងក្រោមហ្នឹងគឺចោះ the following ដែលវា harmless មិនបង្កគ្រោះថ្នាក់និងមិនបង្កជំងឺអញ្ចឹងមួយណា A B C D អញ្ចឹងចម្លើយត្រឹមត្រូវគឺ B គេហៅថា non pathogenic ហ្នឹងគឺបាក់តេរីមិនបង្កជំងឺឬក៏យើងហៅថាបាក់តេរីល្អណាហើយតែបានយើងថាមិនបង្កជំងឺដោយសារវា non ពីមុខនេះ non ហ្នឹងគឺមិនហើយនៅក្នុងភាសាអង់គ្លេសឲ្យតែ non គឺនៃអវិជ្ជមានហើយហ្នឹងហ៎ pathogenic គឺបាក់តេរីដែលបង្កជំងឺអញ្ចឹងបាក់តេរីបែងចែកចេញជាពីរប្រភេទគឺបាក់តេរីបង្កជំងឺ pathogenic ហើយ non pathogenic បាក់តេរីមិនបង្កជំងឺអញ្ចឹងយើងទៅមើលមើលសំណួរបន្តទៀតគេថា while performing a pedicure performing ហ្នឹងស្មើពាក្យ do អញ្ចឹងណានៅក្នុងសំណួរចម្លើយអង់គ្លេសយើង performing ស្មើពាក្យ do នៅពេលធ្វើ manicure technician យើងនឹងឯងជាងកញ្ចក់ហ្នឹងណា accidentally cut into client skin បងប្អូនហ៊ានមួយខ្ញុំគឺស្រួលយ៉ាងឯងគឺខ្ញុំមានដាក់អក្សរពណ៌ខៀវអញ្ចឹងណាដើម្បីឲ្យដឹងថាតើពាក្យណាដែលសំខាន់ដែលបងប្អូនត្រូវចាំអញ្ចឹងណាអញ្ចឹង cut into client skin ហ្នឹងគឺយើងកាត់ឈាមគេណា cut into client skin ដោយ accident ឃើញទេតើជាងកញ្ចក់ហ្នឹង shoot គួរតែធ្វើឲ្យគេ immediately នេះបើប្រែថាភ្លាមតើគួរធ្វើអីភ្លាមអញ្ចឹងយើងមើលចម្លើយអញ្ចឹងចម្លើយត្រឹមត្រូវគឺ stop service immediately stop បញ្ឈប់
service សេវាកម្ម immediately ភ្លាមអញ្ចឹងពេលយើងកាត់គេឈាមយើងនៅតែបន្តធ្វើទៀតឬក៏យើងជ្រលក់ចូលទឹកបំបត្តិផោះតាំងឬក៏មិនអញ្ចឹងយើងអត់បំបត្តិផោះតាំងណាអញ្ចឹងយើងត្រូវឈប់សេវាកម្មភ្លាមហ្នឹងហើយឈប់សេវាកម្មភ្លាមហើយយើងត្រូវធ្វើមកទៀតអាហ្នឹងដល់ពេលរៀនមេរៀនជាមួយខ្ញុំយើងនឹងបានដឹងអញ្ចឹងសំណួរចម្លើយពេលទៅប្រឡងកញ្ចក់នេះមិនមែនជាសំណួរចម្លើយធម្មតាទេបងប្អូនភាគច្រើនគឺខុសពីការអនុវត្តរបស់យើងជាក់ស្ដែងអញ្ចឹងបើសិនជាយើងអត់ដែលរៀនបានរៀនអីត្រឹមត្រូវទេគឺអាចនឹងធ្លាក់ភាគច្រើនណាហ្នឹងហើយ